គុំទៅសំលុយនេះគឺជាពាក្យដំបូន្មានដែលជីតារបស់ខ្ញុំបានប្រាប់ខ្ញុំពេលដូច្នេះខ្ញុំមានការឆ្ងល់ជាខ្លាំងមនុស្សគ្រប់គ្នាតែនិយាយថាត្រូវសំលុយសន្សំសម្រាប់អនាគតប៉ុន្តែជីតាខ្ញុំញញឹមហើយនិយាយថាអត់ទេគុំសន្សំលុយធ្វើឲ្យលុយរីកចម្រើនខ្ញុំសួរប្រាប់អ្នកពីរឿងរបស់គាត់នៅក្នុងភូមិតូចមួយមានបរិយាចំណាំអ្នករស់នៅមនុស្សគ្រប់គ្នាបានហៅគាត់ថាជាមនុស្សដែលខ្ជិលដោយសារតែគាត់មិនបានធ្វើការអ្វីនោះទេជារៀងរាល់ថ្ងៃគាត់តែងតែអង្គុយក្រោមដើមឈើធំមួយគាត់តែងតែកលេចទៅមើលមេឃមើលទៅផ្លូវហើយគាត់ចូលចិត្តសុបិនគាត់និយាយថាថ្ងៃណាមួយខ្ញុំនឹងបើកហាងថ្ងៃណាមួយខ្ញុំនឹងទិញគោថ្ងៃមួយខ្ញុំនឹងក្លាយជាអ្នកមានតែថ្ងៃមួយមិនដែលមកសោះនៅល្ងាចមួយប្រពន្ធរបស់គាត់និយាយទៅកាន់គាត់ដោយទូលខ្លួនថាមានសុបិនគឺជារឿងល្អប៉ុន្តែសុបិនមិនអាចបំពេញគាត់ផ្ទះបានទេយើងត្រូវការលុយយើងត្រូវការការងារបរិយាចំណាស់បានត្រឹមមួយក្បាលហើយនិយាយថាថ្ងៃណាមួយខ្ញុំនឹងរកឃើញផ្លូវប៉ុន្តែថ្ងៃបានកន្លងផុតទៅខែបានកន្លងផុតទៅឆ្នាំកន្លងផុតទៅតែជីវិតរបស់គាត់កាន់តែលំបាកហើយលុយរបស់គាត់ដែលនៅសល់ក៏ចិត្តអស់ហើយនៅយប់មួយចៅប្រុសទៅរបស់បរិយាចំណាស់បានមកលេងគាត់ចៅប្រុសនោះដើរដោយជើងទទេវាស្គមហើយវាក៏ឃ្លានដែរចៅប្រុសសួរយ៉ាងទទូនថាលោកតាតែយើងមានអ្វីញ៉ាំទេជីដូនបានបើកទូដាក់អាហារតែវាទៅទេគ្មាននំប៉័ងគ្មានអង្ករគ្មានអ្វីទាំងអស់បរិយាចំណាស់មានអារម្មណ៍ឈឺចាប់ក្នុងចិត្តគាត់មើលទៅចៅប្រុសហើយមានអារម្មណ៍សោកស្ដាយគាត់បានយល់ពីអ្វីមួយនៅជំនួសមានសុបិនគឺជារឿងល្អប៉ុន្តែសុបិនតែម្នាក់ឯងមិនអាចចិញ្ចឹមកុសាបាននោះទេព្រឹកឡើងគាត់ធ្វើអ្វីមួយដែលគាត់មិនធ្លាប់ធ្វើពីមុនមកគាត់បានចេញទៅរកការងារធ្វើគាត់បានក្លាយជាកម្មករនៅវាលកសិកម្មមួយកន្លែងព្រះអាទិត្យក៏ក្តៅដីក៏ស្ងួតហួតហែងគាត់បានធ្វើការអស់ជាច្រើនម៉ោងគាត់បានលើកឧបករណ៍ធ្ងន់ធ្ងរខ្នងរបស់គាត់ក៏ចាប់តាមឈឺដៃរបស់គាត់ប្រែជារឹងនៅគ្រើមជារឿងរយប់គាត់មកទៅវិញតែអស់កម្លាំងចៅប្រុសក៏សួរថាលោកតាបានអ្វីថ្ងៃនេះគាត់បានបង្ហាញពីប្រាក់ចំណូលតិចតួចរបស់គាត់វាតិចតួចប៉ុន្តែវាជាចំណូលមួយមិនយូរប៉ុន្មានគាត់បានយល់ពីអ្វីដែលជាភាពសោកស្ដាយលុយដែលបានមកតែលុយបានចំណាយទៅលើរឿងផ្សេងៗដូចជាអាហារថ្នាំពេទ្យវិក័យបាត់ចំណាយប៉ុន្តែបញ្ហានៅតែមានដំបូងផ្ទះមានការលិចធ្លីគូសានៅតែស្រែកឃ្លានគាត់គិតថាការសន្សំប្រាក់មើលទៅមិនអាចទៅរួចនោះទេថ្ងៃមួយនៅហាងលក់ទំនិញក្នុងភូមិបរិយាចំណាស់បានលើកបរិយាម្នាក់និយាយបរិយាម្នាក់បាននិយាយខ្លាំងៗថាអាកំបាំងនៃការខ្លាយជាអ្នកមានគឺការសន្សំលុយពេលមានប្រាក់សន្សំកូនបានសុខហើយពាក្យទាំងនេះនៅតែដាក់ជាប់ក្នុងចិត្តបរិយាចំណាស់នោះយប់នោះគាត់រកបានកែវមួយគាត់បានលាក់វានៅក្រោមគ្រែរៀងរាល់សប្តាហ៍គាត់ដាក់ពីបេកាក់នៅក្នុងកែវនោះសម្លេងនៃការដាក់កាក់ចូលក្នុងកែវនោះធ្វើឲ្យគាត់សប្បាយចិត្តគាត់មានអារម្មណ៍ថាមានសង្ឃឹមចៅប្រុសបានរកឃើញកែវនោះនៅថ្ងៃមួយហើយក៏សួរថាតើនេះជាអ្វីលោកតាបរិយាចំណាស់ញញឹមហើយនិយាយថានេះគឺជាថ្ងៃស្អែករបស់យើងប៉ុន្តែការសន្សំមិនងាយស្រួលនោះទេគាត់តែពាក់ស្បែកជើងចាស់ដែលទ្រុឌធ្លីគាត់មិនបានទិញសម្លៀកបំពាក់ថ្មីពួកគេញ៉ាំអាហារតិចតួចពេលខ្លះចានស្ទើរតែទៅទេទោះយ៉ាងណាក៏ដោយគាត់តែងតែរក្សាទុកប្រាក់កាក់នោះប្រពន្ធរបស់គាត់សួរថាបើយើងអត់អាហារយ៉ាងនេះចុះមិនប្រាលួយសន្សំនោះទៅបរិយាជាប្តីបាននិយាយថាមានតែថ្ងៃមួយប៉ុណ្ណោះអ្នកនឹងយល់ខែបានកន្លងផុតទៅកែវដែលសន្សំបានខ្លាយជាពេញបរិយាចំណាស់មានមោទនភាពគាត់មានអារម្មណ៍ថាមានសុវត្ថិភាពគាត់មានអារម្មណ៍ថាត្រៀមខ្លួនសម្រាប់អនាគតថ្ងៃមួយពួកគេបានទៅផ្សារគាត់បានដាក់កែវលុយនៅលើតុហើយនិយាយថាខ្ញុំចង់បានអង្គ3បាតម្ចាស់ហាងក៏បានរាប់លុយក្នុងនោះម្ចាស់ហាងក៏វិក្បាលហើយនិយាយថាឡើងថ្លៃហើយលុយនេះទីបានតែមួយបាយកន្លះប៉ុណ្ណោះបរិយាចំណាស់មានការភ្ញាក់ផ្អើលហើយឆ្ងល់ថាតើលុយបាត់បង់តម្លៃមែនទេអ្វីបានប្រាជាឡើងថ្លៃការសន្សំគឺជាពេកជីវិតនៅតែលំបាកអ្វីគ្រប់យ៉ាងមានអារម្មណ៍ធ្ងន់ធ្ងរជាងមុនទៅទៀត
នៅល្ងាចមួយបរិចំណាក់អង្គុយនៅខាងក្រៅដល់ស្ងប់ស្ងាត់តែម្នាក់គាត់បានមើលឃើញអ្នកជិតខាងដើរកាត់មុខផ្ទះគាត់អ្នកជិតខាងម្នាក់កាន់សុទ្ធម្នាក់ទៀតកាន់ទឹកដោះគោគេមើលទៅមានភាពសប្បាយរីករាយមិនបារម្ភមិនភ័យខ្លាចបន្ទាប់មកគាត់មើលចៅប្រុសរបស់គាត់ហើយនិយាយថាចុះបើយើងទិញមាត់រឿងនេះគាត់មិនចាំថ្ងៃណាមួយទេរឿងនេះគាត់បានធ្វើសកម្មភាពគាត់បានយកលុយដែលសំទុកហើយទិញមាន់ស្គម2 ក្បាលចៅប្រុសសោយហើយរត់ជុំវិញទូមាន់នោះហើយនិយាយថាលោកតាឥឡូវនេះយើងមានរោងចក្រផលិតស៊ុបតខ្លួនហើយលំពួកគេរកបានស៊ុបមួយបន្ទាប់មក2ញ៉ាំខ្លះលក់ខ្លះបន្ទាប់មកទិញមាន់1 ក្បាលទៀតសត្វមាន់លួចលាស់យឺតបន្តិចម្ដងប្រាក់ក៏បានកាន់ឡើងបរិចំណាប់បានរកទុកក្នុងសភៅតូចមួយគាត់បានសរសេររាល់ស៊ុបដែលបានលក់គាត់បានរាប់រកកាត់ដែលរកបានមិនយូរប៉ុន្មានអ្នកជិតខាងបានមកទិញពងមកពីគាត់តែពូពេញទៅដោយក្តីសង្ឃឹមបរិចំណាប់នោះញញឹមកាន់តែច្រើនគាត់ធ្វើការប៉ុន្តែគាត់ធ្វើការដើម្បីអនាគតផ្ទាល់ខ្លួនរបស់គាត់ជាលើដំបូងគាត់មានអារម្មណ៍ថាមានមោទនភាពថ្ងៃមួយគាត់បានកាន់ពងមាន់មួយនៅក្នុងដៃហើយប្រាប់ចៅប្រុសរបស់គាត់ថាស៊ុតនេះខ្លាំងជាងកែវលុយសន្សំទៅទៀតលុយអាចប្រែប្រួលបានលុយអាចបាត់បង់តម្លៃតែបើយើងប្រើលុយឲ្យត្រូវនោះវានឹងរីកចម្រើនក្នុងជីវិតចៅប្រុសអបគាត់ហើយនិយាយថាអញ្ចឹងលោកតាមិនខ្ជិលទេបរិចំណាញញឹមទាំងទឹកភ្នែកហើយឆ្លើយថាលែងខ្ជិលទៀតហើយចាប់ពីថ្ងៃនោះមកគាត់តែងតែប្រាប់អ្នកដទៃថាការសន្សំលុយព្រឹកដូចជាការដាក់ទឹកនៅក្នុងដៃវានឹងហូរស្រក់បន្តិចម្ដងប៉ុន្តែបើសិនបើអ្នកប្រើលុយដើម្បីសាងសង់អ្វីមួយទោះតូចក៏វាខ្លាចជាធំបានដែរហើយនេះគឺជាមេរៀនដ៏អស្ចារ្យបំផុតរបស់គាត់